ហារឆ្ងាញ់របស់មនុស្សលោកអាហារឆ្ងាញ់ชิงหอទើបក៏សល់ឯខ្ពង់ខ្ពស់បើនិយាយពីបច្ចេកទេសធ្វើម្ហូបនៅក្នុងក្រុងយើងទាំងមូលគ្មាននរណាម្នាក់ទេដែលធ្វើម្ហូបលើសពីឯងនោះគឺគ្រាន់តែខ្វះរសជាតិមួយមុខរសជាតិអីណែហាស្នេហានិងរសជាតិស្អីគេដែរឯងមិនដែលហាត់ច្បាស់ជាមិនដឹងជីងហួរថ្ងៃស្អែកឯងចូលពីភ្នំទៅហាត់រៀនឲ្យបានល្អសិនទៅស្នេហារសជាតិយ៉ាងម៉េចហើយมันខ្វះទេនៅសល់មួយអាទិនផឹកវាអស់តារសជាតិវាយ៉ាងម៉េចទៅមានអ្នកណាប្រាប់ខ្ញុំបានទេស្អីគេធ្លាក់ពីលើមេឃមកដូចជាមនុស្សហើយមិនល្អទេមិនល្អទេផ្កាយដល់កន្ទុយនៅតាមផ្លូវជាផ្កាយរត់រាយត្រូវការមនុស្សប្រុសហើយរើសមិនបានទេកុំទៅអីជួយខ្ញុំផងជួយណែក្អប់ណាជួយខ្ញុំផងខ្ញុំវីវហើយខ្ញុំដេកជាមួយមនុស្សប្រុសនាយកឈុគ្មាននរណាដឹងពីមនុស្សស្រីដែលលោកជួបនោះទេលោកនាយកមកហូបមិនដឹងជាមកពីណាពីណីផងមិនគួរណាហូបទេមនុស្សស្រីដែលមិនដឹងប្រវត្តិច្បាស់ក៏យើងធ្លាប់ដេកជាមួយដែរអាយ៉ានេះជាកំហុសខ្ញុំពេលដែលលោកកំពុងតែវឹកហាត់គឺត្រូវគេដាក់ថ្នាំលោកឈួរញ៉ាំអត់ឆ្ងាញ់មែនទេខ្ញុំថាធម្មតាលោករើសមហូបខ្លាំងណាស់សូមបីចុងផលិត10កាយ5ក៏ធ្វើមិនឆ្ងាញ់ឲ្យលោកហូបផងលោកមិនអាចចូលចិត្តកើតទៅមនុស្សទាំងក្រុងគឺធ្វើអាហារគឺត្រូវរកមកគឺជាពិសេសមនុស្សដែលចេះធ្វើម្ហូបបបរពងមាន់មួយនេះបាទលេបថ្នាំខុសទេដឹងហើយឥឡូវនេះគឺមិនដែលលឺលោកចង់ហូបបបរនេះទេបបរនេះវាឆ្ងាញ់ត្រង់ណាទៅណោះលក់តិចមើលមិនឆ្ងាញ់ប៉ុណ្ណាថ្ងៃនេះលោកឈូបានមកពិនិត្យផ្ទាល់ទាំងអស់គ្នាប្រមូលស្មារតីចាទៅធ្វើការទៅយ៉ាងស៊ីលាវឈិនហ៊ុនយ៉ាងម៉េចហ្នឹងលោកគ្រូរបស់ខ្ញុំឲ្យខ្ញុំចុះទៅលើភ្នំមហាត់យកប័ណ្ណពិសោធន៍អញជាចៅស្រីរបស់ពូនឹងមីងខ្ញុំចង់សួរអញខ្ញុំអាចមកធ្វើចង់ផែននៅសន្តាគារមួយនេះបានទេសន្តាគារយើងមួយនេះគឺល្បីជាងគេនៅក្រុងយ៉ាងឈិនមិនមែនចង់ភៅធម្មតាចូលបាននោះទេអញគ្រាន់តែជាមនុស្សព្រៃភ្នំបែបនេះខ្ញុំជួយអញមិនបានទេបានពិតមែនហើយខ្ញុំបានយកផ្លែពេសពីព្រៃភ្នំយកមកឲ្យឯងអរគុណអញ្ចឹងខ្ញុំទៅសិនហើយ ហ
សូមស្វាគមន៍លោកជូ លោកជូលោកឲ្យខ្ញុំមកមើលស្ថានភាពរបស់យើងនេះត្រូវផ្ដល់ដំណឹងធ្វើបបរពងមាន់ក្នុងរយៈពេល1ម៉ោងទៀតបាទណា បានរៀបការជាមួយនឹងលោកឈូនេះជាសំណាងមួយជាមិនបាច់ធ្វើជាចុងភៅនោះទេអីនេះជាស្អីដែរធ្វើមកម្ហូបច្បាស់ជាឆេញហ៊ន់គេធ្វើឲ្យធ្លាក់ហ៎យើងប្រើវិធីនេះដើម្បីបំបត្តិក្លិនត្រីអះលោកឈូសាកល្បងរបស់ខ្ញុំទៅបបរនេះធ្វើមែនទេ ចាត្រូវហើយ ល្អតោះគ្នាទៅវិញសិនចុះខ្ញុំសួរនាង 3 ថ្ងៃមុននាងនៅណា លោកឈូ3ថ្ងៃមុនខ្ញុំទៅវិសមការនៅភូមិលីពីង ហើយបានធ្វើអីខ្លះ លោកឈូញ៉ាំបបរឲ្យទុកតែខ្ញុំនៅម្នាក់ឯងឬមួយក៏មកពីបបរនាយកឈូថ្ងៃមុនខ្ញុំធ្វើបបរពងមាន់នៅឯភូមិញ៉ាំហើយក៏ផឹកស្រាក្រោយមកផឹកច្រើនពេកក៏ចាំអ្វីមិនបានតតែសោះពិតមែនណា លោកឈូមើលទៅនាងប្រហែលជាមិនហ៊ាននិយាយនោះទេមែនទេនាងមិនចាប់អាចអៀនទេណាថ្ងៃនោះខ្ញុំត្រូវថ្នាំសុំទោសរឿងរបស់នាងខ្ញុំនៅទទួលខុសត្រូវ យ៉ាងម៉េចហ្នឹងត្រូវថ្នាំទទួលខុសត្រូវឬក៏គេដឹងថាគេមានរឿងអីជាមួយនឹងខ្ញុំ យ៉ាងម៉េចមិនមែននាង ចាខ្ញុំហ៎ខ្ញុំដឹងហើយព្រះជាម្ចាស់ព្រះប្រទានពរឲ្យមែនសំណាងខ្ញុំហើយខ្ញុំអាចខ្លាចជាលោកស្រីឈូបានខ្ញុំចិត្តខ្លាចជាមនុស្សចាយលុយមិនអស់ហើយលោកឈូគ្រួសារខ្ញុំជាមនុស្សតានតឹងណាស់បើគេដឹងថាខ្ញុំមិនតាន់រៀបការទេក៏មានអីកើតឡើងជាមួយមនុស្សប្រុសពួកគាត់នឹងសម្លាប់ខ្ញុំចាយជាមិនខានទេ ទុកចិត្តចុះខ្ញុំនៅរៀបការជាមួយនាង សួស្ដីលោកស្រី លោកឈូបានផ្ដែផ្ដាំហើយថ្ងៃក្រោយនាងនៅទីកន្លែងនេះបើសិនជានាងចង់ត្រឡប់ទៅធ្វើការនៅហាងវិញនឹងផ្ដល់តំណែងឲ្យមួយ ចាបាន ហើយបងយ៉ាងស៊ីពូកែមែនប្រឡងបានជាប់លេខ1 នាងបានធ្វើជាអ្នកគ្រប់គ្រងហើយថ្ងៃនេះនៅធ្វើមហោបផ្ទាល់ឲ្យនាយកយ៉ាងហើយប្រហែលជាមិនមែនជាលោកស្រីឈូទេដឹងហើយ លោកសិនរឿងឋានៈមិនសំខាន់អ្វីទេខ្ញុំគឺចង់ធ្វើមហូបនៅឡើយពេលនេះខ្ញុំខ្លាចធ្វើជាអ្នកគ្រប់គ្រងដាច់ខាតត្រូវចាត់ការមនុស្សមើងងាយតាំងពីក្មេង យ៉ាងស៊ី មិនក៏ឯងនៅទីនេះ ខ្ញុំប្រឡងជាប់ដែរបានចូលមកហាងសេឈួននេះ មិនត្រូវឲ្យគេដឹងទេថាខ្ញុំយករូបមន្តគេមកប្រើត្រូវរកវិធីដើម្បីបណ្ដេញគេចេញបញ្ញាធ្វើមហូបទៅហើយលាងផ្លែឈើទាំងអស់នោះលាងឲ្យហើយ ហា មិនក៏មកភ្លាមប៉ះពាល់ជាមួយនាយកអញ្ចឹង ចាប់ទៅហើយដំឡូងបារាំងអីច្រើនម្ល៉េះហើយយ៉ាខ្នងខ្ញុំលើដល់ថ្នាក់ហ្នឹងក៏លើសំឡេងខ្លាំងម្ល៉េះ សួស្ដីខ្ញុំដូចជាធ្លាប់ជួបនៅកន្លែងណាមួយតែឥឡូវខ្ញុំឃ្លានហើយណាអាចធ្វើអីឲ្យខ្ញុំញ៉ាំបន្តិចបានទេ អាយលុយ ឲ្យលុយហ៎ បានចាំមួយផ្លែតនេះជាគ្រឿងផ្សំ
ក្រូចទាវមកហើយ អីក៏ឈ្ងុយម្ល៉េះដូចជាធ្លាប់ឃើញ លោកកុំប្រកាន់ណាខ្ញុំគ្រាន់តែជាកូនចុងភៅភ្លុកមើលទៅសុំទោសណាអាឡូ នាយកឈូលោកនៅក្នុងការិយាល័យទេខ្ញុំធ្វើអាហារពេលយប់ឲ្យ បានតើឥឡូវ ហា សុំទោសខ្ញុំមានការបញ្ញាំតិច ហាមិនក៏លោកជាមនុស្សបែបនេះគឺចាំមែនហើយមិនញ៉ាំក៏ហើយទៅខ្ញុំញ៉ាំខ្លួនឯងក៏បាន ពួកឯងមិនធ្វើការទេអីយ៉ាក់មែននាយកស៊ីភ្ញៀវនៅតុក002មកទៀតហើយកាត់ធ្វើយ៉ាងម៉េចចង់ផៅមកមីងបានសម្រាប់ហើ គឺ យ លោកឆៅដែលពិបាកនឹងបម្រើនោះមែនទេគេជាមនុស្សរើសចំណីណាស់រាល់លើកគេតែងតែញ៉ាំម្ហូបដែលមានចុងភៅចំអិនបានហូបគឺឲ្យតែគេមិនពេញចិត្តគេលេបបញ្ចូលទេ ភ័យម្លេះភ្ញៀវពិបាកយ៉ាងណាក៏យើងអាចដោះស្រាយចេញដែរមិនអីទេតែការទៀមទាគេខ្ពស់ណាស់អញ្ចឹងទុកឲ្យខ្ញុំធ្វើខ្ញុំមិនជឿថាចុងភៅភោជនីយដ្ឋានស៊ីឈូធ្វើម្ហូបដែលភ្ញៀវមិនពេញចិត្តទេលោកចៅបញ្ជាក់ថាគាត់ចង់ហូបសាច់អាំងណាចាញ់ទៅបើខ្ញុំធ្វើម្ហូបមានបញ្ហាឯងអាចទទួលខុសត្រូវបានទេហ៎